ជីវិតជូនជាតិធាតជូនម្ដាយនេះជាពាក្យពេចន៍ដែលវីរកងទ័ពបានបន្សល់ទុកមុនពេលពួកគាត់ចេញទៅកាន់សមរភូមិការពារទឹកសួស្តីបងប្អូនអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធី podcast របស់យើងនៅថ្ងៃនេះយើងមានប្រធានបទដ៏មានអត្ថន័យនិងរំភើបបំផុតមួយដែលចង់លើកមកជជែកគ្នានោះគឺការបកស្រាយនៅឃ្លាដ៏ល្បីល្បាញមួយរបស់វីរកងទ័ពយើងបាទសួស្តីសុជាតានិងបងប្អូនអ្នកស្ដាប់ជាទីមេត្រីឃ្លាដែលយើងនឹងលើកយកមកនិយាយនោះគឺជីវិតជូនជាតិធាតជូនម្ដាយនេះជាពាក្យពេចន៍ដែលវីរកងទ័ពបានបន្សល់ទុកមុនពេលពួកគាត់ចេញទៅកាន់សមរភូមិការពារទឹកដីដ៏មានតម្លៃរបស់យើងគ្រាន់តែលើឃ្លានេះភ្លាមខ្ញុំមានអារម្មណ៍ថាក្ដុកក្ដួលថងនិងមានមោទនភាពចំពោះពួកគាត់ផងបងសារឿនតើក្នុងន័យស៊ីជម្រៅជីវិតជូនជាតិនេះចង់មានន័យយ៉ាងណាដែរចំពោះអ្នកដែលកំពុងកាន់អាវុធនៅជួរមុខក្នុងន័យនេះជីវិតជូនជាតិគឺតំណាងឲ្យស្មារតីលះបង់ខ្ពស់បំផុតកងទ័ពម្នាក់ដឹងច្បាស់ថានៅពេលដែលគាត់ឈានជើងចូលសមរភូមិជីវិតរបស់គាត់លែងជារបស់ខ្លួនឯងទៀតហើយប៉ុន្តែជារបស់ជាតិទាំងមូលគាត់សុខចិត្តបូជាសាច់ស្រស់ឈាមស្រស់ដើម្បីឲ្យប្រជាជននៅជួរក្រោយបានរស់នៅក្នុងសន្តិភាពចុះចំណែកឃ្លាដែលថាធាតជូនម្ដាយវិញបងពាក្យថាធាតនេះស្ដាប់ទៅហាក់ដូចជាមានការត្រៀមខ្លួនចំពោះរឿងអាក្រក់បំផុតដែលអាចកើតឡើងមែនទេពិតណាស់សុជាតាវាជាការបង្ហាញពីកតញ្ញូធម៌ដ៏អស្ចារ្យកងទ័ពម្នាក់ទោះបីជាគាត់ក្លាហានប៉ុណ្ណាក៏ដោយក៏គាត់នៅតែជាកូនរបស់ម្ដាយម្នាក់ដែរការនិយាយថាធាតជូនម្ដាយគឺមានន័យថាបើទោះបីជាគាត់ត្រូវបាត់បង់ជីវិតនៅលើសមរភូមិក៏ដោយក៏សូមឲ្យតែធាតឬប្រលឹងរបស់គាត់បានវិលត្រឡប់មកជួបអ្នកម្ដាយវិញដើម្បីជាការតបស្នងសងគុណជាចុងក្រោយពិតជាអស្ចារ្យណាស់បងវាបង្ហាញពីការទទួលខុសត្រូវពីយ៉ាងធំក្នុងពេលតែមួយគឺភារកិច្ចចំពោះប្រទេសជាតិនិងកាតព្វកិច្ចចំពោះអ្នកមានគុណនេះហើយជាមោទនភាពទឹកដីកម្ពុជាដែលការពារដោយអ្នកចម្បាំងដែលមានបេះដូងកតញ្ញូត្រឹមត្រូវណាស់មុននឹងពួកគាត់ពាក់លីក្នុងសមរភូមិពួកគាត់បានតាំងចិត្តរួចជាស្រេចពួកគាត់មិនខ្លាចស្លាប់ទេព្រោះដឹងថាការស្លាប់របស់ពួកគាត់មានតម្លៃសម្រាប់ទឹកដីហើយការវិលត្រឡប់ទៅវិញក្នុងទម្រង់ជាធាតុគឺដើម្បីឲ្យម្ដាយបានដឹងថាកូនប្រុសរបស់គាត់បានបំពេញតួនាទីជាកូនខ្មែរដ៏ល្អម្នាក់រួចរាល់ហើយស្ដាប់បងបកស្រាយបែបនេះធ្វើឲ្យខ្ញុំយល់កាន់តែច្បាស់ពីទម្ងន់នៃពាក្យសម្ដីទាំងនេះពួកគាត់មិនត្រឹមតែការពារព្រំដែនដោយអាវុធប៉ុណ្ណោះទេប៉ុន្តែការពារដោយស្មារតីនិងដួងព្រលឹងទៀតផងបាទសង្ឃឹមថាបងប្អូនអ្នកស្ដាប់ទាំងអស់នឹងបន្តធ្វើកម្លាំងចិត្តនិងដឹងគុណដល់វីរកងទ័ពរបស់យើងដែលកំពុងឈរជើងការពារមោទនភាពជាយើងគ្រប់វិនាទីអរគុណបងសារឿនខ្លាំងណាស់សម្រាប់ថ្ងៃនេះហើយក៏សូមអរគុណដល់អ្នកស្ដាប់ដែលបានតាមដានកម្មវិធីរបស់យើងសូមឲ្យស្មារតីជីវិតជូនជាតិធាតជូនម្ដាយស្ថិតនៅក្នុងបេះដូងគុណខ្មែរគ្រប់រូបជានិច្ចសូមជម្រាបលានិងសូមជូនពរសុខសុវត្ថិភាពដល់វីរកងទ័ពយើងគ្រប់រូប